បណ្ដាប្រទេសជាច្រើននៅតំបន់មជ្ឈមបូព៌ាកំពុងតែសហការគ្នាស្វែងរកផ្លូវដឹកជញ្ជូនថ្មីសម្រាប់ថាមពលប្រេងនិងឧស្ម័នធម្មជាតិបន្ទាប់ពីវិបត្តិសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថាផ្លូវដឹកជញ្ជូនចាស់ៗមានភាពងាយរងគ្រោះខ្លាំងកម្រិតណាបំផុតចំពោះចំនួននេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post កាលពីថ្ងៃទី3 ខែសីហាឆ្នាំ2026រដ្ឋាភិបាលនៅក្នុងតំបន់មជ្ឈមបូព៌ាជាពិសេសប្រទេសអារ៉ាប៊ីសាអូឌីត ទូគីនិងអេមីរ៉ាតអារ៉ាប់រួមកំពុងតែរំលឹកឡើងវិញនៅគម្រោងចាស់ៗដែលធ្លាប់បានគ្រោងទុកជាច្រើនទសវត្សរ៍មកហើយពាក់ព័ន្ធនឹងការសាងសង់បណ្ដាទុយោទឹកដឹកជញ្ជូនប្រេងនិងអូស្ម័ននៅលើគោកក្រៅពីនេះពួកគេកំពុងតែពន្លឿនផែនការអភិវឌ្ឍផ្លូវដឹកជញ្ជូនទម្រង់ថ្មីដែលតភ្ជាប់រវាងផ្លូវរថភ្លើងនិងផ្លូវសមុទ្រដើម្បីកាត់បន្ថយផលប៉ះពាល់ពីសង្គ្រាមដែលបានធ្វើឲ្យពាណិជ្ជកម្មតាមសមុទ្រដ៏សំខាន់តាមរយៈច្រកសមុទ្រហ័រមូនិងច្រកសមុទ្រក្រហមត្រូវរំខានយ៉ាងធ្ងន់ធ្ងរយោងតាមទស្សនៈរបស់លោក Robert Mugieniki ស្ថាបនិកក្រុមប្រឹក្សាយោបល់ Polisphere Advisory បានលើកឡើងថាទោះបីជាក្នុងរយៈពេលវែងការដឹកជញ្ជូនអាចនឹងត្រឡប់ទៅរកផ្លូវចាស់វិញក៏ដោយប៉ុន្តែការផ្លាស់ប្តូររចនាសម្ព័ន្ធដែលកំពុងកើតឡើងក្នុងអំឡុងពេលវិបត្តិនេះនឹងមិនអាចត្រឡប់ថយក្រោយវិញបានទាំងអស់នោះឡើយយុទ្ធសាស្ត្រផ្លូវថ្មីនេះនឹងចាប់ផ្ដើមចេញពីកំពង់ផែក្នុងប្រទេសអាមេរ៉ាតអារ៉ាប់រួមនិងអូម៉ង់ដែលស្ថិតនៅខាងក្រៅឈូងសមុទ្រពាក់រួចដឹកជញ្ជូនតាមផ្លូវគោកកាត់តាមអារ៉ាប៊ីសាអូឌីតឆ្ពោះទៅកាន់ប្រទេសហ្ស័រដានីមុននឹងតភ្ជាប់ទៅកាន់ព្រែកជីកស៊ុយអេរបស់អេស៊ីបឬកំពង់ផែឡាតាគីយ៉ានិងតាទូរបស់ប្រទេសសេរីបច្ចុប្បន្នផ្លូវដឹកជញ្ជូនសមុទ្រគោកត្រូវបានបង្កើតឡើងតាំងពីខែមីនាកន្លងទៅដោយតភ្ជាប់កំពង់ផែហ្វ៊ុយជេរ៉ានិងខ័រហ្វាខានរបស់អេមីរ៉ាតអារ៉ាប់រួមទៅកាន់កំពង់ផែជេដាជាប់សមុទ្រក្រហមរបស់អារ៉ាប៊ីសាអូឌីតរួមទាំងកំពង់ផែដាម៉ាំនិងជូបែលព្រមទាំងបើកដំណើរការរថភ្លើងដឹកជញ្ជូនតភ្ជាប់ទៅកាន់ហ្ស័រដានីផងដែរលើសពីនេះអារ៉ាប៊ីសាអូឌីតនិងអេមីរ៉ាតអារ៉ាប់រួមក៏បានសម្រេចកិច្ចព្រមព្រៀងបឋមជាមួយទូគីនិងហ្ស័រដានីដើម្បីស្ដារផ្លូវរថភ្លើងហ៊ីយ៉ាតាំងពីសម័យអាណាចក្រអូតូម៉ង់ដែលនឹងតភ្ជាប់ពីទីក្រុងជេដាទៅកាន់ទីក្រុងអូស្តង់ប៊ុលតាមរយៈទីក្រុងអាម៉ង់និងដាម៉ាស់ទោះបីជាគម្រោងរបៀបសេដ្ឋកិច្ចឥណ្ឌាមជ្ឈមបូព៌ាអឺរ៉ុប IMEC ដែលធ្លាប់កំណត់យកកំពង់ផែហៃហ្វាជាចំណុចតភ្ជាប់សំខាន់ត្រូវបានផ្អាកប៉ុន្តែបណ្ដាប្រទេសអារ៉ាប់និងទូគីបានកាត់កំពង់ផែរបស់អ៊ីស្រាអែលចេញពីផែនការថ្មីនេះហើយក្នុងកិច្ចប្រជុំបន្ទាន់នៅទីក្រុងជេដាកាលពីសប្តាហ៍មុនមេដឹកនាំក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ GCC ក៏បានឯកភាពគ្នាពន្លឿនគម្រោងផ្លូវរថភ្លើងតភ្ជាប់ប្រទេសទាំង6រួមមានអារ៉ាប៊ីសាអូឌីតអេមីរ៉ាតអារ៉ាប់រួមកាតាអូម៉ង់គូវ៉ែតនិងបារ៉ែនទន្ទឹមនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអារ៉ាប៊ីសាអូឌីតលោកសាឡេអាសាសឺបានបង្ហើបឲ្យដឹងថាការសិក្សាលម្អិតនឹងបញ្ចប់នៅដាច់ឆ្នាំនេះជាមួយគ្នានោះមេដឹកនាំ GCC ក៏បានបញ្ជាឲ្យចាប់ផ្ដើមដំណើរការបណ្ដាញទុយោអន្តរតំបន់ដែលនឹងដឹកជញ្ជូនទាំងប្រេងអូស្ម័ននិងទឹកសមុទ្រដែលបានចម្រោះយកអំបិលចេញដើម្បីរក្សាទុកក្នុងឃ្លាំងយុទ្ធសាស្ត្ររួមជាមួយប្រព័ន្ធខ្សែបញ្ជូនអគ្គិសនីផងដែរទោះបីជាបច្ចុប្បន្នគម្រោងទាំងនេះផ្ដោតខ្លាំងលើការតភ្ជាប់ទៅកាន់ទីផ្សារអឺរ៉ុបប៉ុន្តែអ្នកវិភាគយល់ឃើញថានៅដំណាក់កាលបន្ទាប់ទម្រង់នៃការតភ្ជាប់ទៅកាន់ទីផ្សារអាស៊ីដែលជាអតិថិជនថាមពលដ៏ធំក៏នឹងត្រូវបង្កើតឡើងតាមក្រោយផងដែរដើម្បីធានានូវភាពបត់បែននិងសុវត្ថិភាពសេដ្ឋកិច្ចក្នុងតំបន់